ធ្វើមិនទៅមកអ៊ីស្រាអែលបានដោយសារអូខ្ញុំមិននឹកស្មានតែមានបងប្អូនខ្មែរច្រើនមែនតើណាឆាតមកសួរខ្ញុំណាឆាតមកសួរទាំង TikTok ទាំង Facebook page ច្រើនមែនតើឲ្យខ្ញុំអត់មានពេលទៅនេះថ្ងៃនេះ day off បានខ្ញុំបានមានពេលទៅនេះមកចែកម្លែកអញ្ចឹងខ្ញុំនឹងប្រាប់ពីវិធីដែលខ្ញុំដឹងអញ្ចឹងទី1យើងអាចមកជានិស្សិតហាត់ការហើយទី2យើងមកជាពលករអញ្ចឹងខ្ញុំនឹងប្រាប់ធ្វើម៉េចទៅមកជាពលករសម្រាប់ពលករខ្ញុំអានេះខ្ញុំនិយាយតាមត្រង់ខ្ញុំមកដែរមកជាពលករហើយក៏ប្រទេសយើងអត់ដែរមានការបញ្ជូនពលករពីខ្មែរមកអ៊ីស្រាអែលដែរអាហ្នឹងគឺជាលើកទី1អញ្ចឹងខ្ញុំសូមអីគេអបអរសាទរព្រោះអានេះសម្រាប់ខ្ញុំគឺអបអរសាទរដោយសារអីពលករមកធ្វើការនៅអ៊ីស្រាអែលគឺទទួលបានប្រាក់ចំណូលខ្ពស់ហើយវាជាឱកាសល្អយើងអត់គួរមើលម្លងប្រទេសអ៊ីស្រាអែលទេបើសម្រាប់ពលករជាការណែនាំរបស់ខ្ញុំគឺគួរតែយកទូរស័ព្ទមកឆែក page ក្រសួងការងារហើយបន្ទាប់ពីយើងឆែកទៅយើងនឹងទទួលបានលេខទូរស័ព្ទក្រសួងការងារយើងចាប់ផ្ដើមតាក់ទងទៅក្រសួងការងារទៅដើម្បីយកព័ត៌មានច្បាស់ការហើយបន្ទាប់មកយើងធ្វើតាមការណែនាំរបស់ក្រសួងការងារទៅគេឲ្យធ្វើម៉េចយើងធ្វើនឹងទៅចំពោះព័ត៌មាននឹងខ្ញុំអត់ដឹងទេអានេះជាការ recommend ខ្ញុំគឺតាក់ទងទៅក្រសួងការងារ search page Facebook មកក្រសួងការងារបដិបដានឹងវិជ្ជាជីវៈមកយើងឃើញលេខទូរស័ព្ទហើយបន្ទាប់មកយើងយកលេខទូរស័ព្ទយើងតាក់ទងទៅហើយចំពោះមកជានិស្សិតហាត់ការខ្ញុំបាននិយាយក្បោះក្បាយហើយទៅវីដេអូមុនថាធ្វើម៉េចទៅអាចបានមកទី1យើងត្រូវតែជានិស្សិតផ្នែកកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មឬក៏វិទ្យាស្ថានជាតិព្រែកលៀបអញ្ចឹង process ផ្សេងគឺអាចទៅមើលវីដេអូចាស់នឹងបានហើយមានសំណួរច្រើនទៀតគាត់សួរផ្ដោតសំខាន់គឺទៅលើប្រាក់ខែនៅអ៊ីស្រាអែលចុះចំពោះប្រាក់ខែខ្ញុំអត់ចង់និយាយជាទិន្នន័យច្បាស់ហ្មងទេខ្ញុំសូមអត់បញ្ចេញប៉ុន្តែខ្ញុំអាចប្រាប់បានថាការចំណាយនៅអ៊ីស្រាអែលនេះគឺស្រួលខ្លាំងមែនតើអវ៉ាន់គ្រប់យ៉ាងបន្លែត្រីសាច់របស់របរហូបប្រចាំថ្ងៃទៅដោះគោអីអ៊ីស្រាអែលផលិតបានខ្លួនឯងទាំងអស់អញ្ចឹងគឺវាមានតម្លៃទាបខ្លាំងមែនតើអាចថាបើយើងចំណាយខ្ទង់$300យើងចំណាយសម្រាប់ខ្លួនឯងមកស្រួលហ្មងមកយើងអាចគ្រប់គ្រងបានសម្រាប់មួយខែអញ្ចឹងខ្ញុំចង់ឃើញពលករខ្មែរយើងដាក់ពាក្យមកធ្វើការនៅនេះឲ្យបានច្រើនដែរព្រោះពីមុនមកគេអាចទទួលទេគេអាចទទួលពីខ្មែរយើងមកទេគេទទួលអ្នកចិត្តខាងយើងណាហើយអ្នកចិត្តខាងយើងមកធ្វើការឲ្យអ៊ីស្រាអែលច្រើនណាស់ច្រើនមែនតើដោយសារនៅនេះប្រាក់ចំណូលវាខ្ពស់អាចថាខ្ញុំហ៊ាននិយាយបានថាខ្ពស់ជាងទៅកូរ៉េខ្ញុំអត់ដែរទៅទេគ្រាន់ថានេះខ្ញុំប៉ាន់ស្មានខ្លួនឯងណាអញ្ចឹងបើមានចំណុចអីផ្សេងទៀតខ្ញុំ comment មកខ្ញុំមើល comment ទាំងអស់គ្រាន់ថាខ្ញុំមិនអាច reply គ្រប់ comment ទេខ្ញុំធ្វើជាវីដេអូសរុបនៃជារួមហ្មងអរគុណច្រើន